តើបងធ្លាប់ចង់ធ្វើអ្វីដែលត្រឹមត្រូវប៉ុន្តែបើជាសម្រេចចិត្តធ្វើខុសដែរឬទេប្រហែលជាមាននរណាម្នាក់លបងប្អូនឲ្យកុហកបន្លំឬធ្វើអ្វីដែលបងដឹងថាមិនត្រឹមត្រូវពេលនោះបងប្រហែលជាឆ្ងល់ថាតើសាតាំងខ្លាំងជាងខ្ញុំមែនទេឬបើខ្ញុំធ្វើការសម្រេចចិត្តខុសតើខ្ញុំនៅតែអាចជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវវិញបានដែរឬទេប្អូនអាចយកឈ្នះសាតាំងបានមិនមែនដោយសារកម្លាំងរបស់ប្អូនទេប៉ុន្តែដោយសារព្រះអង្គមានព្រះចេស្តាខ្លាំងជាងសាតាំងនៅពេលប្អូនទុកចិត្តលើព្រះនិងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ព្រះនឹងប្រទានកម្លាំងឲ្យប្អូនអាចជៀសពីការលបួងនិងជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវតាំងពីដើមដំបូងមកសាតាំងតែងតែព្យាយាមនាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះវាបានលបងអាដាមនិងអេវ៉ាឲ្យមិនស្ដាប់បង្គាប់ទ្រង់ហើយអំពើបាបក៏បានចូលមកក្នុងពិភពលោកសប្តាហ៍នេះសាតាំងនៅតែបន្តលបងមនុស្សឲ្យធ្វើការសម្រេចចិត្តខុសនិងមិនត្រឹមត្រូវវាចង់ឲ្យយើងជឿលើការកុហកនិងបែរចេញពីព្រះប៉ុន្តែដំណឹងល្អនោះគឺសាតាំងមិនខ្លាំងជាងព្រះឡើយព្រះយេស៊ូវបានយកឈ្នះសាតាំងរួចហើយតាមរយៈការសគត់និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ដោយសារយើងជាកូនរបស់ព្រះយើងមិនចាំបាច់ចោះចាញ់ការលបងឡើយពេលខ្លះយើងអាចនៅតែធ្វើការសម្រេចចិត្តខុសពីព្រោះយើងមិនទាន់គ្រប់លក្ខប៉ុន្តែព្រះតែងតែអត់ទោសដល់យើងនៅពេលយើងសារភាពអំពើបាបហើយវិលត្រឡប់មករកទ្រង់រាល់ពេលដែលយើងទុកចិត្តលើព្រះនិងស្ដាប់បង្គាប់ទ្រង់ជំនឿរបស់យើងក៏នឹងរឹងមាំឡើងដែរនៅក្នុងខគម្ពីរកូរិនថូសខ្សែទី1ចំពោះ10ខ13បានចែងថាត្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នាក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេរីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយគឺនៅវេលាណាដែលត្រូវល្បួងនោះទ្រង់ក៏រៀបផ្លូវឲ្យជៀសរួចដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបានត្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នាក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេនេះមានន័យថាមនុស្សគ្រប់រូបសុទ្ធតែជួបការលបួងទាំងអស់មិនមែនមានតែប្អូនម្នាក់ទេដែលត្រូវប្រឈមនឹងការលបួងនោះរីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរព្រះមិនដែលបោះបង់កូនរបស់ទ្រង់ឡើយទ្រង់តែងតែរក្សាសេចក្តីសន្យានិងជួយអស់អ្នកដែលទុកចិត្តលើទ្រង់នោះទ្រង់ក៏រៀបផ្លូវឲ្យជៀសរួចដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាននៅពេលណាដែលការលបួងមកដល់ព្រះជាម្ចាស់ប្រទានមធ្យោបាយមួយដល់ប្អូនដើម្បីជ្រើសរើសអ្វីដែលត្រឹមត្រូវប្អូនអាចអធិស្ឋានចងចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់និងដើរចេញពីការលបួងខគម្ពីរនេះរំលឹកយើងថាយើងមិនដែលប្រឈមនឹងការលបួងតែម្នាក់ឯងឡើយនៅលើលោកនេះព្រះតែងតែនៅជាមួយយើងហើយទ្រង់មានព្រះចេស្តាខ្លាំងជាងសាតាំងការជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវមិនតែងតែងាយស្រួលនោះទេប៉ុន្តែព្រះបានសន្យាថាទ្រង់នឹងជួយយើងជានិច្ចបើប្អូនធ្វើការសម្រេចចិត្តខុសសូមកុំបោះបង់ចិត្តឡើយចូលវិលត្រឡប់មករកព្រះសូមការអត់ទោសពីទ្រង់ហើយបន្តដើរតាមទ្រង់ជានិច្ចសេចក្តីស្រឡាញ់និងព្រះគុណរបស់ព្រះធំជាងកំហុសទាំងអស់របស់យើងគ្រប់គ្នាសូមចងចាំថាព្រះយេស៊ូវបានយកឈ្នះសាតាំងរួចទៅហើយចាប់តាំងពីទ្រង់សគត់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងរាល់គ្នាដោយសារទ្រង់ប្អូនមិនចាំបាច់ភ័យខ្លាចនឹងការលបួងឬការបរាជ័យឡើយសូមចំណាយពេលអធិស្ឋានទៅកាន់ព្រះដើម្បីជួយប្អូនឲ្យធ្វើការសម្រេចចិត្តដែលត្រឹមត្រូវតាមការសប្បុរសរតីរបស់ទ្រង់សូមអរព្រគុណទ្រង់ដែលតែងតែនៅជាមួយប្អូនជួយប្អូនឲ្យយកឈ្នះការលបួងនិងអត់ទោសឲ្យប្អូននៅពេលដែលប្អូនវិលត្រឡប់មករកព្រះវិញ